សាច់គោ beef សាច់គោគឺជាប្រភេទសាច់ក្រហមដែលមកពីគោដែលត្រូវបានមនុស្សចិញ្ចឹមជាលើកដំបូងប្រហែល 10,000 ឆ្នាំមុនសាច់នេះមានភាពខុសគ្នាច្រើនទៅតាមផ្នែកនៃរាងកាយសត្វរសជាតិនិងសាច់ទន់រឹងអាស្រ័យលើកន្លែងដែលកាត់យកសាច់ផ្នែក tenderloin ដែលស្ថិតតាមឆ្អឹងខ្នងមានសាច់ទន់ខ្លាំងនិងរសជាតិស្រាលផ្នែក chuck មានជាលិកាភ្ជាប់និងខ្លាញ់ច្រើនពិបាកញ៉ាំបើចម្អិនលឿនប៉ុន្តែបើស្ងោរយូរវានឹងទន់និងឆ្ងាញ់ខ្លាំងផ្នែក brisket ពីទ្រូងគោគឺរឹងបំផុតប៉ុន្តែបើអាំងឬចុកផ្សែង12ទៅ18ម៉ោងវានឹងទន់បែកជាសរសៃរសជាតិសាច់គោពឹងផ្អែកលើខ្លាញ់នៅក្នុងសាច់ឬ marbling កម្មមានខ្លាញ់សរសៃពណ៌សតូចៗច្រើនសាច់កាន់តែផ្អែមទុំនិងឆ្ងាញ់គោ Angus ល្បីថាផលិតសាច់ដែលមាន marbling ល្អចំណែក Wagyu ជាពូជគោជប៉ុនដែលល្បីដោយសារសាច់ទន់មានខ្លាញ់ច្រើននិងសុខភាពល្អសាច់គោផ្ដល់ប្រូតេអ៊ីនគុណភាពខ្ពស់ដែក Heme Iron វីតាមីន B12 ស័ង្កសីនិងវីតាមីន B ដែលជួយដល់ថាមពលខួរក្បាលនិងប្រព័ន្ធភាពស៊ាមសាច់អូត Camel អូតត្រូវបានមនុស្សចិញ្ចឹមនៅឧបទ្វីបអារ៉ាប់ប្រហែល 3,000 ឆ្នាំមុនគ្រិស្តសករាជដំបូងសម្រាប់ដឹកជញ្ជូននិងរស់នៅក្នុងវាលខ្សាច់ប៉ុន្តែក៏សម្រាប់សាច់ផងដែរសាច់អូតមានពណ៌ក្រហមចាស់និងខ្លាញ់តិចវាមានរសជាតិខ្លាំងនិងផ្អែមបន្តិចជាងសាច់គោមនុស្សខ្លះនិយាយថាវាដូចរសជាតិសាច់គោនិងជៀមលាយគ្នាអូតវ័យក្មេងក្រោម2ឆ្នាំត្រូវបានចាត់ទុកថាល្អបំផុត